ជំនាញឬខាត់ដីការវាស់វែងរបស់បង្គោលព្រំដែនបណ្ដោះអាសន្នគឺដើម្បីកំណត់ខ្សែព្រំដែនដែលត្រឹមត្រូវរវាងកម្ពុជានិងថៃការវាស់វែងរបស់បង្គោលព្រំដែនបណ្ដោះអាសន្នជាមួយនឹងថៃមិនមែនដើម្បីគណនាអំពីចម្ងាយឬខាត់ដីនោះទេប៉ុន្តែដើម្បីកំណត់ខណ្ឌសីមានៅលើដីជាក់ស្ដែងនេះគឺជាការបញ្ជាក់របស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី25ខែវិច្ឆិកានេះសម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាក់ថាគោលដៅចម្បងរបស់កម្ពុជាគឺការកំណត់បង្គោលព្រំដែននៅលើដីជាក់ស្ដែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងកម្ពុជានិងថៃដោយផ្អែកលើមូលដ្ឋាននៃឯកសារកិត្តិយសដែលបន្សល់ទុកពីសម័យអាណាព្យាបាលបារាំងអន្តរជាតិសម្ដេចធិបតីជឿថាការនេះគឺជាវិធីសាស្ត្រដោះស្រាយបញ្ហារយៈពេលវែងដើម្បីឈានទៅបញ្ចប់ជម្លោះនិងបង្កលក្ខណៈឲ្យពលរដ្ឋរស់នៅតំបន់ព្រំដែនដែលមានបញ្ហាអាចទទួលសេចក្តីសុខនិងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញព្រមទាំងធានាបានការការពារធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាគួរជ្រាបថាតាមស្មារតីដែលឯកភាពគ្នារវាងគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជាថៃ JBC ភាគីកម្ពុជានិងភាគីថៃបានឯកភាពបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ4247នៅខេត្តបន្ទាយមានជ័យនិងលេខ5259នៅខេត្តបាត់ដំបងកិច្ចការនេះត្រូវបានគេយកមកជជែកវែកញែកតាមបណ្ដាញសង្គមដោយចោទសួរនិងបង្ហាញកង្វល់ថាកម្ពុជាអាចខាត់ប្រយោជន៍ឬបាត់បង់ទឹកដីជាដើម